សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃហ្នឹងគឺមកធ្វើវីដេអូរំលឹកអនុស្សាវរីយ៍ចាស់ដែលចូលចិត្តនៅកាលពីរៀនណាបងប្អូនគឺចូលចិត្តបេះផ្កាចប៉ាចងសក់ឥឡូវគឺតណៃអត់តន់ទេក៏លក់ដូរអីរួចចឹងទៅណាបងប្អូនក៏នឹកឃើញយកមកហើយជាមួយនឹងថូផ្កាយើងបង្ហើយដោយសារតែថូផ្កាថ្ងៃមុនគឺទិញ5ពេលដកដាំផ្កាអស់ពីពេលថ្ងៃរសៀលឥឡូវពេលល្ងាចតិចគឺត្រេកស្រេជាមួយនឹងផ្កាចប៉ាយើងយកមកដាំតែម្ដងបងប្អូនដោយសារតើកលែកឃើញជាមួយនឹងផ្កាចប៉ាគឺមានចេញប្លក់ផ្កាតិចតិចកំពុំមកពេលអញ្ចឹងទៅគឺយើងចាប់ផ្ដើមរៀបចំកន្លែងដាក់ដាំតែម្ដងបងប្អូនប្រភេទផ្កានេះគឺខ្ញុំចូលចិត្តលក្ខណៈជាក្លិនណាបងប្អូនគឺរំលឹកអនុស្សាវរីយ៍កាលនៅពេលរៀនឲ្យទៅសាលាគឺផ្ទះមិត្តភ័ក្តិមានផ្កានេះបងប្អូនគឺចេះបេះម្នាក់មួយចងសក់អីចឹងណាគឺក្លិនក៏អូបមែនតើក្លិនក៏អូបលក្ខណៈថាបែបធម្មជាតិមិនមែនដូចក្លិនទឹកអប់ទេបងប្អូនហើយរីឯដីដែលខ្ញុំសម្រាប់ដាំផ្កាចប៉ានេះផងដែរគឺខ្ញុំដាក់ដីជីអាចរណាធម្មតាហើយមានជាមួយនឹងកាមខ្លះទៅមានជីអាចគោអញ្ចឹងទៅកលែកមកមើលជាមួយនឹងផ្ការបស់យើងវិញបងប្អូនគឺខ្ញុំទិញមកផ្សំជើងចំនួនមួយអាទិត្យហើយរីឯកម្ពស់គឺខ្ពស់ជាងខ្ញុំទៀតបងប្អូនបន្តមកទៀតគឺកាយដីដាក់ចូលក្នុងថូផ្កាគឺដាក់រៀងច្រើនទ្របបានឲ្យច្រើនបន្តិចបងប្អូនដើម្បីឲ្យដីជីផ្ការបស់យើងចាប់ឬបានល្អបងប្អូនដោយសារពីពេលថ្ងៃញ៉ាំបាយនេះគឺនឹកឃើញចង់ដាំម្សៅហើយដល់ពេលផើងក៏នៅតនេផ្កាយើងក៏មានស្រាប់ទៀតគឺនៅអត់សុកដៃបងប្អូនហើយក៏ចាប់ផ្ដើមមកដាំបង្ហើយដោយសារយ៉ាងតនេដៃអញ្ចឹងទៅគឺធ្វើឲ្យហើយហ្មងទៅពេលអញ្ចឹងទៅគឺចាប់ផ្ដើមយកផ្ការបស់យើងហ្នឹងគឺខ្ញុំដាំលក្ខណៈដូចជាមួយនឹងផ្កាសុភមង្គលដែរទេបងអូនគឺយើងកាត់ចេញហើយដកថងខាងក្រោមចេញអញ្ចឹងទៅគឺខ្ញុំធ្វើការកាត់ជាមួយនឹងរឹសសាញទៅខាងក្រៅចេញអស់អញ្ចឹងទៅដើម្បីឲ្យផ្ការបស់យើងពេលដែលយើងដាក់ដាំទៅដីថ្មីគឺចាប់ព្រឹសហើយគឺខ្ញុំដាំបន្ទប់ដូចគ្នាទេគ្រាន់តែថាដើមចម្ប៉ាមួយហ្នឹងគឺមានដើមរៀងខ្ពស់ពេលអញ្ចឹងរៀងយល់បន្តិចបងប្អូនហើយគឺខ្ញុំស្គាត់ដីរៀងជ្រៅគួរសមណាស់ដែរដោយសារតែខ្ញុំដាំនឹងផើងឯងបងប្អូនបើបងអូនដាំនៅលក្ខណៈជាដីធម្មតាតែម្ដងគឺងាយស្រួលទេដោយសារតែគឺចាប់ព្រឹសហើយគឺដើមវាកាន់តែធំទៅកាន់តែថាខ្ញុំអត់ចង់ឲ្យដើមវាធំខ្លាំងពេកគឺចង់ឲ្យដើមវាតាល់មកល្មមទៅដោយសារយើងដាំលក្ខណៈលំអកន្លែងលក់កន្លែងដូរអីចឹងណាពេលអញ្ចឹងទៅយើងអត់ចាំបាច់យកទៅដាំនឹងដីផ្ទាល់ហើយបងប្អូនដាំលក្ខណៈនៅផ្ទះមុខផ្ទះអីក៏អេមដែរបងប្អូនហើយក្លិនឡើងឈ្ងុយហើយជាពិសេសផ្កាចប៉ារបស់ខ្ញុំនេះណាគឺចេញផ្កាមកដាច់ជាមួយនឹងភ្ញៀវខ្ញុំកំមុំនឹងតែម្ដងបងប្អូនគឺភ្ញៀវសិស្សសាលាគាត់ចូលកំងនំក៏លេចឃើញផ្កាសួរអ៊ីមានផ្កាឯងសុំចងសក់មួយមានណាប៉ះចំអ្នកលក់នេះចិត្តល្អទៀតគឺប្រឡេះឲ្យភ្ញៀវចងសក់ហ្មងបងប្អូនដោយសារតែគិតថាទូទុកទៅក៏ផ្ការីករយអីចឹងហើយក៏ភ្ញៀវគាត់ចូលចិត្តដូចយើងកាលពីយើងនៅរៀនដែរពេលចឹងមានអីទេអ្នកលក់ហ្នឹងក៏ចែកម្លែកតាមហ្នឹងទៅហើយវីដេអូនេះគឺយូរថ្ងៃដែរហើយទៅតែយកមកកាត់បង្ហើយបងប្អូនដោយសាររៀងរវល់ពេលចឹងទៅគឺចេះតហើយមួយថ្ងៃទៅណាឥឡូវគឺបានមួយខែបាត់ហើយនិយាយពីផ្ការបស់យើងគឺរីកស្គូស្គាយតគ្នាតែម្ដងចាអរគុណច្រើនបងជម្រាបលា